ផលប្រយោជន៍ពីចេកខ្ចីជាពិសេសសម្រាប់បេះដូងនិងតម្រងនោមតើអ្នកដឹងទេថាចេកខ្ចីក៏មានប្រយោជន៍ច្រើនមិនចាញ់ចេកទុំប៉ុន្មានដែរគ្រាន់តែយកវាទៅស្ងោរឬចំហុយសិនសឹមញ៉ាំទើបមិនសូវចត់យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនស្ទើរមិនគួរឲ្យជឿខាងក្រោមជាកំពូលអត្ថប្រយោជន៍4យ៉ាងពីចេកខ្ចី 1. មានជាតិកសិសាយ Fiber ចេកខ្ចីជាប្រភពជាតិកសិសាយ Fiber ដែលវាមានតួនាទីសំខាន់ក្នុងការរំលាយអាហារនិងសុខភាពបេះដូងចេកប្រហែល100ក្រាមមានផ្ទុក Fiber រហូតដល់ 2.6 ក្រាមដែលជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អនិងកាត់បន្ថយ stress 2. ជំនួយសុខភាពបេះដូងចេកទុំនិងខ្ចីសម្បូរដោយជាតិប៉ូតាស្យូមមានតួនាទីសំខាន់ក្នុងការជួយដល់មុខងារតម្រងនោមនិងជួយគ្រប់គ្រងកម្រិតសម្ពាធឈាមឲ្យស្ថិតក្នុងកម្រិតធម្មតា 3. ជួយសម្រកទម្ងន់ដោយបានដឹងហើយចេកខ្ចីសម្បូរដោយជាតិកសិសាយជួយសម្រួលដល់ការរំលាយអាហារបានលឿននិងជួយឲ្យយើងឆ្អែតបានយូរពេលដែលយើងមិនងាយឃ្លាននិងមិនធ្វើឲ្យយើងញ៉ាំច្រើនទេហើយគីឡូក៏ស្រកទៅតាមនឹងដែរ 4. ជាប្រភពវីតាមីនល្អចេកខ្ចីប្រៀបដូចជារោងចក្រដែលផ្ទុកនិងផលិតវីតាមីននិងជាតិរ៉ែល្អជាច្រើនមិនត្រឹមតែមានជាតិប៉ូតាស្យូមទេចេកខ្ចីក៏សម្បូរវីតាមីន C និងវីតាមីន B12 ដែលជួយស្រូបយកជាតិរ៉ែសំខាន់និងសារធាតុចិញ្ចឹមជាច្រើនទៀតជាពិសេសកាល់ស្យូមចូលទៅក្នុងរាងកាយយើងដើម្បីជួយឲ្យរាងកាយមានសុខភាពល្អ